ស្វាគមន៍មកកាន់ Channel កុមាររៀនសូត្រសួស្តីពុកម៉ែបងប្អូននិងកូនៗជាទីស្រឡាញ់ថ្ងៃនេះលោកគ្រូនឹងធ្វើការបង្រៀនមុខវិជ្ជាភាសាខ្មែរថ្នាក់ទី1តែមុននឹងចាប់ផ្ដើមសូមពុកម៉ែបងប្អូននិងកូនៗជួយចុច Subscribe Channel លោកគ្រូម្នាក់មួយផងណាតោះយើងចាប់ផ្ដើមភាសាខ្មែររៀនសារឡើងវិញជាងនៅក្នុងមេរៀនសារឡើងវិញគឺយើងមានរៀនពាក្យពន្យាពន្យល់សន្ធឹកបន្លែទុនសាយសំឡក់កម្ពុជាចឹងខាងក្រោមនេះគឺជាអត្ថបទចឹងកូនរៀនអាននិងថាតាមលោកគ្រូទាំងអស់គ្នាប្រទេសកម្ពុជាមានធនធានធម្មជាតិមានតម្លៃច្រើនសន្ធឹកសន្ធាប់ធនធានទាំងនោះមានដូចជារ៉ែត្បូងថ្មព្រៃឈើនិងសត្វព្រៃជាច្រើនយើងត្រូវស្រឡាញ់ប្រទេសយើងនិងចូលរួមថែរក្សាការពារធនធានទាំងនោះឲ្យបានគង់វង្សចឹងកូនរៀនអាននិងថាតាមលោកគ្រូម្ដងទៀតពន្យាពន្យល់សន្ធឹកបន្លែទុនសាយសំឡក់កម្ពុជាចឹងនេះគឺជាអត្ថបទអាននឹងថាតាមលោកគ្រូប្រទេសកម្ពុជាមានធនធានធម្មជាតិមានតម្លៃច្រើនសន្ធឹកសន្ធាប់ធនធានទាំងនោះមានដូចជារ៉ែត្បូងថ្មព្រៃឈើនិងសត្វព្រៃជាច្រើនយើងត្រូវស្រឡាញ់ប្រទេសយើងនិងចូលរួមថែរក្សាការពារធនធានទាំងនោះឲ្យបានគង់វង្សអរគុណពុកម៉ែបងប្អូនសូមពុកម៉ែបងប្អូនជួយចុច Subscribe Channel លោកគ្រូដើម្បីទទួលបានមេរៀនថ្មីៗពីលោកគ្រូទាំងអស់គ្នាណាសូមអរគុណ